តារាសម្ដែង Edition Chan អាយុជិត50ឆ្នាំមើលទៅហាក់ដូចជាស្គមស្គាំងដោយរស់នៅយ៉ាងស្ងប់ស្ងាត់បន្ទាប់ពីរឿងអាស្រូវដ៏គួរឲ្យភ្ញាក់ផ្អើលនេះតារាសម្ដែង Edition Chan កំពុងត្រូវបានគេរិះគន់ចំពោះរូបរាងចាស់ជរារបស់គាត់ដែលមើលទៅដូចជាមនុស្សចំណាស់ឥឡូវនេះតារាសម្ដែងរូបនេះកំពុងរស់នៅក្នុងជីវិតឯកជនដោយផ្ដោតលើប្រពន្ធនិងកូនៗរបស់គាត់បន្ទាប់ពីរឿងអាស្រូវពាក់ព័ន្ធទៅនឹងការលេចធ្លាយរូបភាពស្និទ្ធស្នាលកាលពីប្រហែលឆ្នាំមុនបើយោងតាម Suhus តារាសម្ដែង Edition Chan ថ្មីនេះបានបង្ហាញខ្លួនឡើងវិញនៅក្នុងព្រឹត្តិការណ៍នានាបន្ទាប់ពីស្ងប់ស្ងាត់មួយរយៈទោះបីជាចូលនិវត្តន៍ពីការសម្ដែងជាយូរមកហើយក៏ដោយក៏គាត់ត្រូវបានអ្នកគាំទ្រជាច្រើនស្គាល់និងថតរូបអនុស្សាវរីយ៍ជាមួយគាត់ Edition Chan មើលទៅហាក់ដូចជាស្គមស្គាំងដោយបុរសចំណាស់ទោះបីជាគាត់មានអាយុត្រឹមតែ46ឆ្នាំក៏ដោយនៅក្នុងវ័យ46ឆ្នាំអតីតតារាប្រុសដ៏ល្បីរូបនេះត្រូវបានគេពិពណ៌នាថាមើលទៅចាស់ជរានិងស្រពោនជាមួយនឹងមុខស្គមដូចជាមនុស្សចាស់រូបថតមួយចំនួនដែលថតជាមួយអ្នកគាំទ្របង្ហាញថាគាត់មើលទៅមិនស្អាតបាតមានស្នាមជ្រួញច្រើននៅលើមុខហើយរូបរាងរបស់គាត់លែងរក្សាបាននូវភាពស្រស់ស្អាតដូចមុនទៀតហើយថ្មីនេះតារាសម្ដែងរូបនេះបានផ្ដោតលើការអភិវឌ្ឍអាជីវកម្មអនឡាញនិងមើលថែក្រុមគ្រួសាររបស់គាត់នៅលើទំព័រផ្ទាល់ខ្លួនតែងតែបង្ហោះរូបភាពប្រចាំថ្ងៃដោយបង្ហាញពីសេចក្តីស្រឡាញ់របស់ប្រពន្ធនិងកូនស្រីរបស់គាត់រូបភាពរបស់ Edition Chan ដែលលះបង់ចំពោះប្រពន្ធនិងកូនរបស់គាត់បានជួយឲ្យគាត់ទទួលបានការគាំទ្រពីទស្សនិកជនឡើងវិញតារាសម្ដែងរូបនេះបានសារភាពថាគ្រួសារតូចរបស់គាត់ផ្ដល់ឲ្យគាត់នូវអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាព Edition Chan ខ្ញុំចង់ឲ្យកូនស្រីរបស់ខ្ញុំមើលឃើញខ្ញុំថាជាឪពុកល្អខ្ញុំចង់ឲ្យអាឡៃយ៉ាកូនស្រីរបស់ខ្ញុំក្លាយជាខ្លួនឯងដើរតាមមាគ៌ាដែលនាងជ្រើសរើសហើយខ្ញុំនឹងក្លាយទៅជាគ្រូបង្វឹករបស់នាងលោក Edition Chan កើតនៅឆ្នាំ1980គឺជាតារាប្រុសដ៏មានប្រជាប្រិយភាពបំផុតម្នាក់របស់អាស៊ីនៅក្នុងឆ្នាំ2000មិនត្រឹមតែទទួលបានជោគជ័យក្នុងវិស័យភាពយន្តប៉ុណ្ណោះទេលោកក៏ទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងនាមជាតារាចម្រៀងនិងតារាបង្ហាញម៉ូដផងដែរនៅក្នុងឆ្នាំ2008ឧស្សាហកម្មកម្សាន្តទាំងមូលត្រូវបានរង្គោះរង្គើដោយរឿងអាស្រូវផ្លូវភេទរបស់ Edition Chan រូបថតនិងវីដេអូអាហារភាសជាង 1000 សន្លឹករបស់គាត់ជាមួយនឹងតារាសម្ដែងចិនរាប់សិបនាក់រួមទាំង Cecilia Cheung និង Jillian Cheung ត្រូវបានលេចធ្លាយតាមអ៊ីនធឺណិតអាជីពរបស់គាត់នៅពេលដែលគាត់ឡើងដល់កម្រិតកំពូលបានដួលរលំក្នុងរយៈពេលតែមួយថ្ងៃប៉ុណ្ណោះគម្រោងភាពយន្តកិច្ចសន្យាផ្សាយពាណិជ្ជកម្មនិងកម្មវិធីទូរទស្សន៍ទាំងអស់បានលុបឈ្មោះរបស់ Edition Chan ចេញក្នុងពេលដំណើរគ្នាចាប់តាំងពីពេលនោះមកតារាសម្ដែងរូបនេះបានដកខ្លួនចេញពីឧស្សាហកម្មកម្សាន្តហើយបានផ្លាស់ទៅរស់នៅក្រៅប្រទេសតារាសម្ដែងរូបនេះចង់ក្លាយជាឪពុកដ៏ល្អម្នាក់នៅឆ្នាំ2017គាត់បានរៀបការជាមួយនឹងតារា model Chin Sophia ដែលជាតារា model ល្បីឈ្មោះម្នាក់ដែលធ្លាប់បានបង្ហាញខ្លួននៅក្នុងកម្មវិធី Victoria's Secret តារា model រូបនេះបានទទួលយកគាត់ទោះបីជាមានការជំទាស់ពីក្រុមគ្រួសាររបស់នាងដោយសារតែអតីតកាលដ៏ប្រឡូកប្រឡាក់របស់គាត់ក៏ដោយជីវិតបច្ចុប្បន្នរបស់គាត់គឺពោរពេញទៅដោយសុភមង្គលគាត់តែងតែលើកទឹកចិត្តនិងគាំទ្រភរិយារបស់គាត់ក្នុងអាជីពរបស់នាងហើយមិនប្រកាន់ក្នុងការមើលថែកូនដើម្បីនាងអាចទៅសម្ដែងឬថតរូបម៉ូដបាន